ក្រោយពីញ៉ាំបាយល្ងាចរួចសុភានិងសុំដែលជាភរិយារបស់ខ្ញុំក៏នាំគ្នាចុះគេងតាមបន្ទប់រៀងៗខ្លួនយប់នេះជាវេនដែលខ្ញុំត្រូវគេងជាមួយនឹងសុំក្រោយពីងូតទឹករួចហើយខ្ញុំក៏បើកទ្វារបន្ទប់ទៅរកមើលសុំនាងនៅក្នុងឈុតស្ដើងដោយមិនពាក់អាវទំនប់ឬស្លៀកខោក្នុងឡើយដូច្នេះហើយទើបអាចសម្លឹងឃើញគ្រប់កន្លែងផ្សេងៗនៃរាងកាយរបស់សុំបានយ៉ាងច្បាស់និស្ស័យរបស់ខ្ញុំរមែងមិនព្រមបិទភ្លើងទេនៅពេលដែលដេកជាមួយប្រពន្ធសុំគេងនៅលើគ្រែរង់ចាំខ្ញុំជាស្រេចខ្ញុំដោះសម្លៀកបំពាក់ខ្លួនឯងចេញហើយក៏ងាកមកដោះសម្លៀកបំពាក់ដ៏ស្ដើងរបស់សុំទៀតរាងកាយរបស់យើងទាំងពីរនាក់ពេលនោះទទេចេះទាំងគូខ្ញុំប្រើក្រសែភ្នែកសម្លឹងទៅតាមទីផ្សេងរបស់សុំនាងដេកបិទភ្នែកដកដង្ហើមធំប្រៀបដូចជាកំពុងកើតអារម្មណ៍ឡើងមកហើយខ្ញុំថើបជញ្ជក់ទៅពីពេញរាងកាយរបស់នាងយ៉ាងគួរឲ្យជាប់ចិត្តដិតអារម្មណ៍ជាពិសេសកន្លែងដែលខ្ញុំពេញចិត្តជាងគេនោះគឺដោះទាំងគូដ៏ធំរបស់នាងធ្ងន់ធ្ងរគួរឲ្យពេញចិត្តនៅពេលដែលដល់ចំណុចកំពូលម្ដងព្រឹកនេះនាងត្រូវទៅផ្សារចំណែកសុភានៅរៀបចំផ្ទះប៉ុន្តែគួរឲ្យចម្លែកថ្ងៃនេះទៅផ្សារយូរណាស់អត់ព្រមត្រឡប់មកវិញខ្ញុំតាមទៅរកនាងក៏មិនឃើញមិនដឹងជានាងទៅណានៅពេលដែលខ្ញុំកំពុងធ្វើការស្រាប់តែមានស្ត្រីចំណាស់ម្នាក់មកប្រាប់ថាអាថនបានបបួលនឹងសុំប្រពន្ធរបស់ឯងទៅជាមួយគ្នាហើយពិតមែនឬខ្ញុំបានបញ្ជាក់ទៅស្ត្រីចំណាស់នោះវិញពិតមែនណាយើងទៅកុហកឯងធ្វើអី3ថ្ងៃក្រោយមកខ្ញុំទទួលបានសម្បត្តិពិសេសមួយច្បាប់របស់សុំនាងសរសេរមកថាសុំលាបងហើយអូនមិនហ៊ានមកជួបបងសុំលាដោយផ្ទាល់ទេអភ័យទោសឲ្យសុំផងចោះអូនរត់តាមនឹងថននេះក៏ព្រោះតែគាត់ថាគាត់ស្រឡាញ់អូនអស់មួយជីវិតទើបអូនប្រថុយទៅខ្ញុំអានសម្បត្តិនោះចប់ក៏ហត់ទៅឲ្យសុភាអានបន្តសុភាអានហើយក៏សួរខ្ញុំថាបងខឹងនឹងសុំទេបងមិនខឹងទេប្រសិនបើទៅហើយមានក្តីសុខនោះសុភាក៏អញ្ចឹងដែរបើទៅជាមួយអ្នកណាមានសេចក្តីជាងនៅជាមួយបងក៏ទៅចោះសុភាមិនទៅណាចោលបងទេព្រោះសុភាស្រឡាញ់បងសុភាព្រមធ្វើជាប្រពន្ធរបស់បងតែម្នាក់គត់ល្អណាស់កំពូលស្នេហ៍បងខ្ញុំដើរទៅរកសុភាអោបថើបនាងដោយក្តីស្រឡាញ់មិនយូរប៉ុន្មានរាងកាយរបស់យើងក៏អស់សម្លៀកបំពាក់រលីងខ្ញុំចាប់សុភាឲ្យដេកផ្ញើនៅលើគ្រែរួចទ្រពពីលើរាងកាយរបស់សុភាថើបជារឿយៗតាមចំណុចសំខាន់នៅលើរាងកាយរបស់នាងពេលវេលាបានកន្លងផុតទៅខ្ញុំកំពុងតែដេកជាមួយសុភាត្រជារបស់ខ្ញុំក៏បានឮសំឡេងហៅខ្ញុំចេញមកមើលថាតើជាអ្នកណាព្រោះសំឡេងយឺតបង្អុរវែងដូចជាសំឡេងមាសាចខ្ញុំចេញមកមើលដល់ក្រៅផ្ទះក៏ឃើញពិតជាសុំនោះឯងខ្ញុំញញឹមចេញមកដោយទឹកមុខរីករាយសុំឡើងសស្លាក់ស្លន់ស្លោដូចសុទ្ធស្ងោរនាងស្ថិតនៅក្នុងឈុតខោអាវកបយនិងអាវយឺតកមូលពេលនាងខ្ញុំឃើញក៏និយាយឡើងថាសុំមកលាបងសុំសុខសប្បាយទេឬខ្ញុំក៏សួរទៅវិញសុំកំពុងរកកន្លែងសុខសប្បាយហើយសុំស្លាប់ហើយណាបងអាថនវាយកសុំទៅលក់ឲ្យមេបនបញ្ជាឲ្យសុំលក់ខ្លួនសុំទ្រាំមិនបានកចងកសម្រាប់ខ្លួនទៅនេះមានន័យថាសុំជាខ្មោចឬខ្ញុំក៏សួរទាំងផិតភ័យតែមិនមែនខ្លាចទេអាចមកពីទំនាក់ទំនងរបស់យើងពីមុនក៏ថាបានរួមទាំងការអាណិតអាសូរដល់ចតាកម្មរបស់នាងទៅវិញទេមែនហើយបងសុំទៅសិនហើយណាបងរាងកាយរបស់សុំក៏បាត់ទៅចូលទៅក្នុងផ្ទះហៅសុភានិយាយរឿងការពីអំបញ្ញមិញនេះឲ្យស្ដាប់សុភាដល់ថ្នាក់ហូរទឹកភ្នែកព្រោះអាណិតអាសូរដល់នាងសុំព្រឹកស្អែកឡើងខ្ញុំទិញសារព័ត៌មានមកអានស្រាប់តែឃើញដំណឹងអំពីសុំដែលត្រូវបានគេនាំខ្លួនទៅលក់ឲ្យមេបនទីបំផុតក៏ចងកសម្រាប់ខ្លួនបាត់ទៅពេលវេលាកន្លងផុតទៅប្រហែលថ្ងៃក្រោយមកក៏ឮដំណឹងថាអាថននិងមេបននៃប៉ូលីសឃុំឃាំងទុកនោះត្រូវបានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់តាមការស្រាវជ្រាវអំពីការស្លាប់នេះបង្ហាញថាអ្នកស្លាប់ដោយ
ត្រូវច្របាច់កខ្ញុំជឿជាក់ប្រកាសថាវាជាខ្មោចរបស់ស៊ុំទៅសងសឹកអ្នកទាំងពីរនោះក្នុងការចាប់បង្ខំឲ្យនាងលក់ខ្លួន